លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានជឿជាក់ថាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់ដែលជាកូនប្រុសបង្កើតរបស់លោកអាយ៉ាតុលឡាអេលីខាមេនីគឺលោកម៉ូតសាបាអេលីខាមេនីនៅមានជីវិតពិតមែនក៏ប៉ុន្តែមេដឹកនាំថ្មីរូបនេះរងរបួសយ៉ាងដំណំប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបាននិយាយថារូបលោកគិតថាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់លោកម៉ូតសាបាខាមេនីគឺប្រហែលជានៅមានជីវិតមែនប៉ុន្តែរងរបួសធ្ងន់ធ្ងរណាស់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រទី13ខែមីនាឆ្នាំ2026លោកម៉ូតសាបាខាមេនីគឺជាកូនប្រុសរបស់អតីតមេដឹកនាំកម្ពុជាលោកអេលីខាមេនីដែលបានបាត់បង់ជីវិតកាលពីថ្ងៃដំបូងនៃសង្គ្រាមអាមេរិកអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ចាប់តាំងពីត្រូវបានជ្រើសរើសជាមេដឹកនាំកម្ពុជាថ្មីកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនមកលោកម៉ូតសាបាពុំទាន់បង្ហាញវត្តមានជាសាធារណៈនៅឡើយទេហើយសេចក្តីថ្លែងការណ៍ដំបូងរបស់លោកត្រូវបានអានដោយពិធីករទូរទស្សន៍កាលពីថ្ងៃប្រហ័សសប្តាហ៍នេះកាលពីថ្ងៃពុធមន្ត្រីអ៊ីរ៉ង់ម្នាក់បានអះអាងប្រាប់រយទ័រថាលោកខាមេនីបានរងរបួសតែមិនធ្ងន់ធ្ងរទេហើយកំពុងបំពេញការងារនៅក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍អាមេរិក Fox News ដែលចេញផ្សាយកាលពីថ្ងៃប្រហ័សលោក Donald Trump បាននិយាយថាលោក ម៉ូតសាបាអេលីខាមេនីប្រហែលជានៅរស់ប៉ុន្តែអាចរងរបួសធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍លើកដំបូងលោកម៉ូតសាបាបានបន្តបដិញ្ញាបិទច្រកសមុទ្រ Hormuz ហើយទាមទារឲ្យបណ្ដាប្រទេសជិតខាងបិទមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងទឹកដីរបស់ពួកគេព្រោះបើពុំដូច្នោះទេអ៊ីរ៉ង់នឹងបន្តកំណត់គោលដៅលើពួកគេគូបញ្ជាក់ថាអាមេរិករួមនឹងអ៊ីស្រាអែលបានចាប់ដៃគ្នាបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈដែលនាំឲ្យអ៊ីរ៉ង់សងសឹកវិញដោយវាយប្រហារលើអ៊ីស្រាអែលនិងក្រុមប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពរបស់អាមេរិកតាំងនៅស្របពេលដែលសង្គ្រាមឈានជិតដល់គម្រប់2សប្តាហ៍ព្រមទាំងបានសម្លាប់មនុស្សរាប់ពាន់នាក់និងធ្វើឲ្យរំជួយទីផ្សារពិភពលោកមេដឹកនាំអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់សុទ្ធតែបង្ហាញជំហរមិនចុះញ៉មរៀងៗខ្លួនហើយបដិញ្ញាចិត្តបន្តការប្រយុទ្ធ